bay cô tia đai sầm rạp chạy tuôn đào bong bồn đỏ toal và vì trong ba đàn miền biếng sport phăng nghe go không ai đã tại chạy tuôn cô sốcก็โดยเฉพาะมีนแตะตรงจมูกนักกีฬาที่รอทั้งไงคอมเพล็กซ์ไลน์คอมมันเซียจีบใส่ฟอลโล่นะมวยดำใบตัวบานปอรมีนแต่งออนุก็โดยเฉกูสพองป่ะทั้งไงเนี่ยใจจุนใบกูคือเจ็บบาร์บอลนอร์เวย์มาสำหรับนอร์เวย์คือเจ็บประเทศมวยได้มีนกรมกระทากีฬาก็ดอลล์อจิตราป่ะโดยเฉลิงฮาแลนด์แต่ก่อนบานโจรมประกวดบาลตอนพิภพโลกกันลองมานี่ hai đại lệ mình ai lang từ việc bằng to ban nó có đôi xa tại crom cái lá co cái rằm mật rùm crom mình bình chun ba lói thua oi Hà nó cứ bạn thực chất miền cầm lang chất không ca bạc cột chân hai đây dân mình chơi bị lịch công phu rồi bỏ Norway bên mà đong សម្រាប់3គូថ្ងៃនេះមិនធម្មតាទេបងប្អូនហើយឥឡូវយើងមកជួបគូទី1 brand បាទ brand ពេលនេះគឺជាក្រុមមួយដែលបាទប្លែកមែនទែនខ្លាំងមែនទែនខុសពីធម្មតាដែលត្រូវប៉ះគ្នាជាមួយនឹង Valerenka បាទហើយក្រុមនេះគឺបើសិនយើងនិយាយពីប្រវត្តិធ្លាប់ជួបគ្នាគឺច្រើនមែនទែនបាទហើយ Renka គឺឈ្នះដល់ទៅ14ប្រកួតបាទពីដំបូងឡើយគឺ brand មិនដែលឈ្នះ Renka ទេក៏ប៉ុន្តែសម្រាប់5ប្រកួតចុងក្រោយនេះគឺ brand ឈ្នះសុទ្ធតែម្ដងបាទហើយក្របបាល់គឺខ្ពស់ទាំងអស់តែម្ដងគឺមិនមានទៀបទេហើយយប់នេះក៏ក្របបាល់ក៏ខ្ពស់ដែរហើយឱកាសឈ្នះទៅលើ brand ក៏ខ្លាំងដែរដោយសារតែ brand ឆ្នាំនេះឬក៏រដូវកាលនេះគេនាំចូលកីឡាករដ៏ល្អឬក៏កីឡាករឆ្នាំជាច្រើនដើម្បីទប់ជាមួយនឹងក្រុមផ្សេងដូច្នេះឱកាសឈ្នះយប់នេះគឺ brand ហើយក្របបាល់ក៏ខ្ពស់បាទសម្រាប់គូទី2 Sandap ចតត្រប៉ះគ្នាជាមួយ Bodo Clip បាទទប់ជាមួយនឹង Bodo ជាប់ទេ Sandap ចតនេះគឺបាទតែពិតគឺគាត់ខ្លាំងណាស់ធ្លាប់ស៊ីបូដូជាច្រើនប្រកួតហើយបាទប៉ះគ្នាចំនួន24ប្រកួតបូដូឈ្នះ14ប្រកួតបាទស្មើ5ប្រកួតហើយឈ្នះបូដូវិញបាន5ប្រកួតដែរហើយ5ប្រកួតចុងក្រោយការប្រកួតបិទគូតគឺចាញ់បូដូ2-1នៅទឹកដីបូដូតែថ្ងៃនេះនៅទឹកដីរបស់ខ្លួនទប់បូដូបានដែរឬទេបាទហើយសម្រាប់ការប្រកួតនេះខ្ញុំគិតថាឱកាសឈ្នះក៏នៅតែបូដូព្រោះបូដូកីឡាករគេត្រឡប់មកវិញអស់ហើយបន្ទាប់ពី World Cup ហើយក្របបាល់យប់នេះក៏ខ្ញុំគិតថាអាចមិនក្រោមពី3គ្រាប់ទៅ4គ្រាប់ទេបាទចឹងឱកាសឈ្នះដឹងតែបូដូហើយក្របបាល់ខ្ពស់អាចចូលរួមបានហើយសម្រាប់គូចុងក្រោយទី3 Alalasan ត្រប៉ះគ្នាជាមួយនឹង Viking បាទការប្រកួតលើកចុងក្រោយនៅទឹកដីរបស់ Viking ចាញ់ Alalasan ដោយលទ្ធផល2-1ហើយយប់នេះនៅទឹកដីគេហ៊ានតឲ្យគេដល់ទៅ1គ្រាប់ខ្លាំងមែនទែន Viking បាទពិតជាមិនគួរឲ្យជឿប្រវត្តិប៉ះគ្នាចំនួនបាទ28ប្រកួតបាទ Viking ឈ្នះ11ប្រកួត Alalasan ឈ្នះ10ប្រកួតនិងស្មើគ្នាចំនួន7ប្រកួតក៏ប៉ុន្តែរាត្រីនេះខ្ញុំជឿជាក់ទៅលើ Viking មានឱកាសឈ្នះច្រើនបាទការពីប្រកួតមុនគឺស្ទើរកម្លាំងដោយសារតែកីឡាករពេញសាច់អត់ទាន់ត្រឡប់មកវិញក៏ប៉ុន្តែការប្រកួតនេះបាទ Viking ពេញសាច់ល្អជាងមុនបាទឱកាសឈ្នះ Viking ខ្ពស់ហើយឱកាសក្របបាល់ខ្ពស់ក៏ច្រើនដែរអញ្ចឹងក្របបាល់គូនេះមិនក្រោមពីបាទ3ទៅ4គ្រាប់ដូចគ្នាអញ្ចឹងអាចដកស្រង់ជាមួយនឹងខ្ញុំបានទាំងអស់គ្នាណាបាទកុំភ្លេច like comment share និង follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំមានទឹកចិត្តក្នុងការធ្វើវីដេអូចែកជូនដល់បងប្អូនជារៀងរាល់ថ្ងៃបាទហើយវិធីដកស្រង់សុបបាននៅលើវីដេអូនេះអាចចូលរួមបានទាំងអស់គ្នាសូមអរគុណច្រើន